ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំសូមណែនាំអំពីវិធីក្នុងការប្រើប្រាស់ជាមួយនឹងកៅអី A4 Crown សម្រាប់កៅអីនេះផងដែរគឺយើងអាចបញ្ជាបានទៅលើអេក្រង់ Touch Screen ប៊ូតុងសកួរជាមួយនឹងការបញ្ជាដោយ voice សំឡេងចាសម្រាប់អេក្រង់នេះគឺយើងមានប៊ូតុងមួយអញ្ចឹងបងប្អូនទាំងអស់គ្នាគ្រាន់តែចុចប៊ូតុងនេះទៅគឺវានឹងចាប់ផ្ដើមបើកដំណើរការម៉ាស៊ីនជូនយើងអញ្ចឹងពេលដែលវា scan ហើយវានឹងចាប់ផ្ដើមម៉ាស្សាជូនយើងតែម្ដងចាអញ្ចឹងពេលដែលវា scan ហើយគឺវានឹងលោតឡើងបែបនេះនៅខាងក្រៅគឺវាមាន5លំហាត់ម៉ាស្សាជូនយើងអញ្ចឹងក្នុងចំណោម5លំហាត់នេះវាអត់ទាន់អស់ទេបងប្អូនទាំងអស់គ្នាចុចចូលម៉ូដទៀតមកក្នុងហ្នឹងគឺវាមានរហូតដល់24លំហាត់ជូនយើងទៀតនេះ12លំហាត់ពេលដែលយើងបើកមកខាងនេះទៀតវាមាន12លំហាត់ទៀតអញ្ចឹងសរុបនៅក្នុងនេះគឺវាមាន24លំហាត់ចាហើយកន្លែងនេះគឺជាកន្លែងសេរីកម្ដៅចាបើកន្លែងកម្ដៅមាននៅកន្លែងផ្នែកខ្នងជាមួយនឹងផ្នែកជើងបងប្អូនទាំងអស់គ្នាចង់បើកទាំងសងខាងក៏បានឬក៏បើកតែផ្នែកណាមួយក៏បាននេះគឺជាកន្លែងសេរីកម្រិតដុំម៉ូទ័រនៃការម៉ាស្សាបងប្អូនទាំងអស់គ្នាគឺវាមាន3កម្រិតណាចាមានកម្រិតទី1កម្រិតទី2កម្រិតទី3ហើយកន្លែងនេះគឺជាកន្លែងដែលយើងបិទបើកពងខ្យល់នៅផ្នែកកពួនជើងបងប្អូនទាំងអស់គ្នាចង់បិទក៏បានបើកក៏បានដែរចាហើយនេះគឺជាល្បឿននៃការម៉ាស្សាអញ្ចឹងសម្រាប់ល្បឿននេះបងប្អូនទាំងអស់គ្នាវាមានរហូតដល់6កម្រិតយើងអាចសេរីបានណានេះគឺគេមានសញ្ញាបូកដកនៅនេះគឺជាកន្លែងសេរីកម្រិតពងខ្យល់ចានេះសម្រាប់កម្រិតពងខ្យល់គឺវាមាន3កម្រិតបងប្អូនទាំងអស់គ្នាអាចសេរីបានសញ្ញាបូកដកដូចគ្នាចាសម្រាប់ខាងលើនេះកន្លែង voice assistant អញ្ចឹងបងប្អូនគ្រាន់តែបើសិនជាបងប្អូនចង់ប្រើមុខងារ voice បងប្អូនគ្រាន់តែចុចចូលអានេះមួយមកបន្ទាប់មកគឺគេមានអក្សរដាក់លើនឹងឲ្យយើងស្រាប់តែម្ដងអញ្ចឹងបងប្អូនទាំងអស់គ្នាអាចបញ្ជាលើនឹងបានណាចាហើយនេះគឺ auto mode យើងចូល auto mode មិញមកនេះគឺជាកន្លែង manual mode បងប្អូនទាំងអស់គ្នាអាច select ក្បាច់ម៉ាស្សាណាមួយដែលបងប្អូនទាំងអស់គ្នាពេញចិត្តបាននេះសម្រាប់ក្បាច់ម៉ាស្សាគឺវាមាន5ក្បាច់ជូនយើងណាចាអញ្ចឹងគឺយើងអាចសេរីបាននេះ2ក្បាច់បូកផ្សំចូលគ្នាមួយក្បាច់ចាហើយកន្លែងនេះគឺជាកន្លែងដែលយើងកំណត់ទីតាំងនៃការម៉ាស្សាបងប្អូនទាំងអស់គ្នានេះពេលយើងចុចយ៉ាងនេះទៅគេមានកន្លែងselect កន្លែងទីតាំងដែលយើងត្រូវការម៉ាស្សាណាមួយយើងចង់ឲ្យវានៅមួយកន្លែងឬក៏យើងចង់ឲ្យវានៅបរិវេណកន្លែងហ្នឹងឬក៏យើងចង់ម៉ាស្សាសក់ពេញមួយតួខ្លួនគឺយើងអាចសេរីបាននៅលើហ្នឹងនេះគឺជាកន្លែងសេរីបិទបើកពងខ្យល់នេះខាងក្រោមនេះបិទបើកពងខ្យល់វាមាន3កន្លែងជើងដៃជាមួយនឹងស្មាយើងចង់បិទបើកកន្លែងណាក៏បានដែរចង់បិទកន្លែងណាបើកកន្លែងណាក៏បានដែរហើយខាងក្រោមនេះ speed ណាចាយពេលយើងចុចចូលនេះទៅគេបង្ហាញ speed នៅលើនឹងឲ្យយើងទៀតហើយនេះកន្លែងសេរីកម្រិតពងខ្យល់ចាបន្ទាប់មកយើងមានជាមួយនឹង setting position ពេលដែលយើងចុចចូលនេះទៅគឺយើងអាចសេរីនេះបងប្អូនទាំងអស់គ្នាឃើញរូបគេអញ្ចឹងកន្លែងនេះសេរីកៅអីចាសេរីកៅអីឲ្យវារៀងប្រឈរចានេះសេរីកៅអីវាផ្ដេកគឺគេមានរូបភាពឲ្យយើងហ្មងនេះគឺជាកន្លែងសេរីជើងឲ្យវារៀងលាតចេញឬក៏ឲ្យវារៀងចូលចឹងខិតចូលចឹងណាបងប្អូនទាំងអស់គ្នានេះគឺគេមានដាក់រូបឲ្យយើងស្រាប់អញ្ចឹងបងប្អូនទាំងអស់គ្នាគឺយើងអាចមើលលើហ្នឹងហើយយើងអាចសេរីបានសម្រាប់មុខងារទំនាញ0យើងមាន3ទំនាញណាចាយើងមានទំនាញទី1ទី2ទី3យើងចង់ផ្ដេកមកល្មមយើងដាក់ទី1បើសិនជើងចង់ផ្ដេករៀងខ្លាំងយើងដាក់ទី2បើសិនចង់ឲ្យវាផ្ដេកអស់ហ្មងបងប្អូនទាំងអស់គ្នាអាចដាក់ G3 បានបន្តមកទៀតយើងមានជាមួយនឹង setting ពេលដែលបងប្អូនទាំងអស់គ្នាចុចចូល setting ទៅនេះយើងមានកន្លែងដែលយើងត្រូវតឡើងពលឺអីចឹងណាចានេះតឡើងពលឺនៅលើអេក្រង់ដើម្បីឲ្យវាភ្លឺបងប្អូនទាំងអស់គ្នាអាចចុចសេរីលើនេះបាននេះគឺជាកន្លែងសេរី volume មានន័យថាពេលដែលយើងឧទាហរណ៍ថាយើងចុចយើងចង់ឲ្យវាមានសលេងរំខានពេកទេឬទីតចឹងណាបងប្អូនទាំងអស់គ្នាអាចចុចវាបន្ថយបានចឹងណាចានេះគឺយើងអាចសេរីបានលើនេះទាំងអស់នេះគឺជាកន្លែងកំណត់នាទីបងប្អូនទាំងអស់គ្នាសម្រាប់ការកំណត់នាទីយើងមានរហូតដល់30យើងមាន5 10 15 20 25 30សម្រាប់ភាសាជ្រើសរើសយើងមាន3ភាសាយើងមានចិនយើងមានអង់គ្លេសជាមួយនឹងវៀតណាមបងប្អូនទាំងអស់គ្នាអាចសេរីបានចានេះគឺជាកន្លែង connect bluetooth ចា connect bluetooth ទៅនឹងទូរស័ព្ទយើងណាចឹងបងប្អូនទាំងអស់គ្នាអាចសេរីនៅលើនឹងបានចាហើយនេះគឺជាកន្លែង voice សលេងបងប្អូនទាំងអស់គ្នានេះគឺជាកន្លែងភ្លើងយើងបិទបើកចាហើយអាខាងលើនេះអាកន្លែងភ្លើងនេះមានន័យថាឥឡូវវាកំពុងភ្លឺអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាចង់បិទវាហ្មងណានេះយើងចង់បិទឲ្យវាអាងឹតចឹងណាអញ្ចឹងយើងអាចចុចអាហ្នឹងបានដល់ពេលយើងគ្រាន់តែប៉ះវាទៅគឺវាឡើងវិញហើយចាហើយនេះគឺជាប៊ូតុងសកួរបងប្អូនទាំងអស់គ្នានេះគឺជាប៊ូតុងបិទបើកនេះគឺជាប៊ូតុងសម្រាប់ដូរលំហាត់ម៉ាស្សាបដូរក្បាច់ម៉ាស្សាចាហើយនេះគឺជាកន្លែងដែលយើងត្រូវសេរី speed នៃការម៉ាស្សាចាហើយម្យ៉ាងមួយទៀតសម្រាប់អានេះគឺជាកន្លែងដែលយើងសេរីកម្លាំងនៃការម៉ាស្សាដុំម៉ូទ័រនៃការម៉ាស្សានេះគឺជាប៊ូតុងដែលយើងត្រូវផ្ដេកកៅអីកម្មវិធី Zero Gravity អញ្ចឹងសម្រាប់កៅអីយើង
ការប្រើប្រាស់គឺមានតែប៉ុណ្្នឹងទេអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូមួយហ្នឹងអរគុណច្រើនជម្រាបលា